วีรភាពសម្ដេចតេជោហ៊ុនសែនភ្លឺចិញ្ចែងលើឆាកតំបន់និងអន្តរជាតិដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីនិងទីម៉ូរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនប្រធានសភានៃព្រះរាជាណាចក្រកម្ពុជាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលមានអត្ថន័យដ៏ធំធេងមហិមាសម្រាប់កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលតាមរយៈការទទួលបដិសណ្ឋាកិច្ចដ៏វិសេសវិសាលនិងតាមរយៈពាក្យពេចន៍របស់មេដឹកនាំនៃប្រទេសម្ចាស់ផ្ទះទាំងពីរក៏ដូចជាគ្រឿងអិសរិយយសខ្ពស់បំផុតដែលសម្ដេចទទួលបានសរបញ្ជាក់យ៉ាងច្បាស់ថាវីរភាពសម្ដេចតេជោហ៊ុនសែនបន្តរះចិញ្ចែងលើឆាកតំបន់និងអន្តរជាតិឥណ្ឌូនេស៊ីក្រៅពីការទទួលបដិសណ្ឋាកិច្ចប្រកបដោយកិត្តិយសចំពោះសម្ដេចតេជោហ៊ុនសែនយ៉ាងអធិកអធមក្រៃលែងនោះប្រធានាធិបតីឥណ្ឌូនេស៊ីឯកឧត្តមប្រាដូវលស៊ូប៊ីយ៉ាតូបានហៅសម្ដេចតេជោហ៊ុនសែនថាជារដ្ឋបុរសដ៏មានបទពិសោធន៍នៅអាស៊ីអាគ្នេយ៍ថ្នាក់ដឹកនាំប្រទេសសភានិងរដ្ឋសភាឥណ្ឌូនេស៊ីក៏បានផ្ដល់តម្លៃយ៉ាងខ្ពស់ដល់សម្ដេចតេជោហ៊ុនសែននាមជារដ្ឋបុរសដ៏មានឥទ្ធិពលនិងបានកោតសរសើរមិនដាច់ពីមាត់ពីវីរភាពរបស់សម្ដេចក្នុងបុព្វហេតុជាតិមាតុភូមិដែលបានទាញកម្ពុជាពីភាពកំសត់ទុគតគួរឲ្យអាណិតអាសូរមកជាប្រទេសដែលមានមុខមាត់លើឆាកតំបន់និងអន្តរជាតិនៅទីម៉ូវិធីបដិសណ្ឋាកិច្ចរឹតតែវិសេសវិសាលថែមទៀតដោយឯកឧត្តមជូហ្វេរ៉ាម៉ូតអូតាបានបើកយន្តហោះដោយផ្ទាល់ជូនដំណើរសម្ដេចតេជោពីពលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារក្រោមការសាទរយ៉ាងរំពងពីសំណាក់ប្រជាពលរដ្ឋសិក្សានុសិស្សតែឈួរអបអរសាទរតាមដងផ្លូវយ៉ាងច្រើនកកឯកឧត្តមប្រធានាធិបតីបានហៅសម្ដេចតេជោហ៊ុនសែនថាជាអ្នករំដោះជីវិតប្រជាពលរដ្ឋខ្មែរនិងជាស្ថាបនិកកសាងកម្ពុជាសម័យទំនើបជាមិត្តដ៏ល្អអស្ចារ្យរបស់ទីម៉ូឯកឧត្តមប្រធានាធិបតីពាក់គ្រឿងអិសរិយយសដាក់ខ្ពស់បំផុតជូនសម្ដេចប្រធានបដិសភាកម្ពុជាក្នុងឋានៈជាអិតរជនដែលមានគុណបំណាច់បានចូលរួមវិភាគយ៉ាងធំធេងចំពោះទីម៉ូមិនមែនមានតែថ្នាក់ដឹកនាំប្រទេសទាំងពីរទេដែលបានផ្ដល់តម្លៃនិងការគោរពយ៉ាងខ្លាំងដល់សម្ដេចតេជោហ៊ុនសែនបែបនេះតែបណ្ដាប្រទេសផ្សេងទៀតទាំងក្នុងតំបន់និងក្រៅតំបន់ក៏បានផ្ដល់តម្លៃដូចគ្នាដែរគុណតម្លៃនេះស្ដែងឡើងតាមរយៈការលះបង់និងស្នាដៃដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនដែលបានតស៊ូយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះជីវិតខ្មែររាប់លាននាក់ចេញពីសេចក្តីស្លាប់និងបានកសាងប្រទេសឡើងវិញពីគំនូរផេះភងឲ្យរីកចម្រើនយ៉ាងឆាប់រហ័សមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង500ឆ្នាំចុងក្រោយបានបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត3សតវត្សរ៍ហើយនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះឈ្នះសម្ដេចក៏បានចូលរួមវិភាគទើនច្រើនសម្រាប់ផលប្រយោជន៍តំបន់កេរ្តិ៍ឈ្មោះនិងអធិពលរបស់សម្ដេចតេជោហ៊ុនសែនមិនត្រឹមតែទទួលបានការផ្ដល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេតែបានហ៊ាចេញពីព្រំដែនកម្ពុជាជ្រាបចូលដល់ក្នុងតំបន់និងពិភពលោកតាមរយៈការចូលរួមចំណែកយ៉ាងសំខាន់របស់សម្ដេចក្នុងការកសាងសន្តិភាពសម្រាប់មនុស្សជាតិនៅលើផែនដីបទពិសោធន៍ស្នាដៃនិងគុណតម្លៃរបស់សម្ដេចតេជោដែលបានធានាតែបានធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិពិតជាស័ក្តិសមណាស់ក្នុងការទទួលបាននៅមហាកិត្តិយសដែលផ្ដល់ជូនដោយប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំក្នុងតំបន់និងពិភពលោកប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋបុរសដ៏ឆ្នើមរបស់ខ្លួនដែលបាននឹងកំពុងរះចិញ្ចែងលើឆាកតំបន់និងអន្តរជាតិ